안녕하세요 여러분សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងមេរៀនថ្ងៃនេះយើងនឹងរៀនអំពីខ្យប់ផាត់ឈីមមានចំនួន11តួឬក៏ភាសាខ្មែរបកថាជើង2អញ្ចឹងកាលមុខមេរៀនមុនយើងរៀនផាត់ឈីមជើងតែមួយអញ្ចឹងឥឡូវថ្ងៃនេះយើងរៀនជើង2ម្ដងអញ្ចឹងយើងមើលទាំងអស់គ្នាភាគច្រើនបើជើង2គឺអានតាមអក្សរឬក៏ជើងដែលនៅខាងមុខលើកលែងតែ3គឺមានរីអ៊ឺលខៀករីអ៊ឺលមីអ៊ឺមនិងរីអ៊ឺលភីអ៊ឺមអញ្ចឹងជើង2បានន័យថាយកជើងជំនះ2មកផ្សំគ្នាហើយដាក់វាជាជើងនៅខាងក្រោមអញ្ចឹងយើងមើលក្នុងតារាងទាំងអស់គ្នាអញ្ចឹងខ្ញុំបែងចែកជា2ដោយសារតែករណីលើកលែងរបស់យើងមានតែ3ទេអញ្ចឹងខ្ញុំដាក់ករណីលើកលែងនឹងដោយឡែកហើយករណីទូទៅគឺយើងអានគ្រប់ទៅតាមនិយមន័យដែលគេដាក់ឲ្យគឺយើងអានទៅផ្អែកទៅលើយកសំឡេងទៅតាមជើងខាងមុខអញ្ចឹងជើងខាងមុខរបស់យើងគឺជើងអីគេជើងខៀកអញ្ចឹងយើងអានថាណោចាបន្តមកទៀតយើងមើលលេខ2អក្សរណជាមួយនឹងអក្សរចនេះអ៊ឺនមួយជីអ៊ឺតគឺយើងអានតាមណអញ្ចឹងយើងមកពាក្យនេះអស្អាអានិងណអានអញ្ចឹងសំឡេងអានខ្ញុំទុកឡើងខ្ញុំដាក់កន្លែងនេះហើយអានអស្អាអាណអានបន្តមកទៀតអក្សរនេះអ៊ឺនហ៊ីអ៊ឺតគឺយើងអានតាមអក្សរខាងមុខគឺអក្សរណអញ្ចឹងយើងមើលអស្អាអាណអានគឺយើងអានថាអានដដែលបន្តមកទៀតអក្សររីអ៊ឺលភីអ៊ឺបគឺយើងអានតាមអក្សរមកអក្សររីអ៊ឺលពេលវាខ្លាយជាជើងវាជាអក្សរឡអញ្ចឹងពាក្យនេះគឺយើងអានថាម៉េចយ៉ដល់គឺយើងយកតាមមួយជើងខាងមុខនេះចាយ៉ដល់បន្តមកទៀតរីអ៊ឺលស៊ីអ៊ូតយើងអានតាមអក្សរខាងមុខគឺអក្សរឡអញ្ចឹងវ៉េខូលអាស៊ីអ៊ូតនេះអត់មានសំឡេងទេណាគឺយើងអានតាមមកគឺវ៉េខូលបន្តមកទៀតរីអ៊ឺលធីអ៊ឺតអញ្ចឹងយើងអានតាមមុខគឺអក្សរឡអញ្ចឹងហស្អាហាឡហាល់ចាយកតាមខាងមុខមកភាគច្រើនគឺយកតាមជើងខាងមុខករណីមានជើង2ជាមួយគ្នាចឹងនេះក៏ដូចគ្នាដែររីអ៊ឺលហ៊ីអ៊ឺតគឺយើងតាមអានតាមអក្សរខាងមុខគឺអក្សរឡអញ្ចឹងសអ៊ីស៊ីនិងឡស៊ីលអក្សរហ៊ីអ៊ឺតនេះគឺយើងអត់អានទេអញ្ចឹងសំឡេងអានគឺខ្ញុំដាក់នៅក្នុងវងកញ្ចក់នេះហ្នឹងគឺសំឡេងអានហើយហើយកន្លែងនេះគឺគេសរសេរមកមានជើង2មែនប៉ុន្តែយើងត្រូវដឹងថាយើងអានតាមសំឡេងមួយណាអានតាមជើងមួយណាបន្តមកទៀតជើងភីអ៊ឹបស៊ីអ៊ូតអញ្ចឹងជើងភីអ៊ឹបស៊ីអ៊ូតក៏ដូចគ្នាដែរគឺយើងយកតាមជើងខាងមុខគឺជើងភីអ៊ឹបអញ្ចឹងខអាខាមបខាប់គឺយើងយកជើងភីអ៊ឹបនេះតោះអញ្ចឹងករណីធម្មតាករណីអត់ប្រែប្រួលគឺយើងរៀនរួចហើយឥឡូវយើងមកកលេចមកករណីអានសំឡេងខាងក្រោយករណីពិសេសគឺមានតែ3នេះទេគឺទី1រីអ៊ឺលខៀករីអ៊ឺលមីអ៊ឺមរីអ៊ឺលភីអ៊ឺបអញ្ចឹងករណី3ហ្នឹងគឺយើងអានតាមសំឡេងខាងក្រោយគឺយើងយកខៀកយកមីអ៊ឺមនិងយកភីអ៊ឺបអញ្ចឹងយើងមកឧទាហរណ៍ពាក្យថស្អាថាងក៏ថាក់គឺយើងលែងយកតាមមុខឯណាយើងយកតាមខាងក្រោយវិញម្ដងដោយសារហ្នឹងគឺជាករណីពិសេសយើងដល់ពេលយើងចាំតាពិសេសហ្នឹងទៅចាំតា3ហ្នឹងទៅបានហើយដល់ពេលក្រៅពី3ហ្នឹងគឺយើងអានតាមអាមុខទាំងអស់យើងចាំអញ្ចឹងគឺយើងងាយស្រួលជាងបើយើងចាំអាករណីទូទៅនេះវាច្រើនអញ្ចឹងយើងចាំតែនេះអាករណីដែលគេលើកលែងឬក៏ករណីដែលចាំបាច់ហ្នឹងមកគឺវាងាយស្រួលជាងចឹងយើងមកបន្តទៀតរីអ៊ឺលមីអ៊ឺមគឺយើងយកតាមមីអ៊ឺមអក្សរមកចឹងសស្អាសាមកសាំយើងលេខអានសាល់ឯណាគឺសាំបន្តមកទៀតពាក្យអ៊ឹបធម្មតាគឺយើងអានតាមរីអ៊ឺលប៉ុន្តែដោយសារនេះករណីពិសេសអញ្ចឹងយើងអានតាមខាងក្រោយគឺអ៊ឹបអញ្ចឹងខ្ញុំដាក់ឲ្យយើងចំណាំម្ដងទៀតកន្លែងនេះអញ្ចឹងចំណាំរីអ៊ឺលខៀកគឺអានតាមខៀករីអ៊ឺលមីអ៊ឺមគឺអានតាមមីអ៊ឺមរីអ៊ឺលភីអ៊ឹបគឺអានតាមភីអ៊ឹបអញ្ចឹងអានេះគឺអក្សរកអក្សរម៉ឬក៏នឹងអក្សរម៉ហើយបន្តមកទៀតរីអ៊ឺលភីអ៊ឹបគឺយើងអានតាមភីអ៊ឹបពេលដែលវាជាជើងគឺអក្សរបចឹងតោះណាចាអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេខំសាហាមនីដាអរគុណសម្រាប់ការទស្សនាថើមេតូផាយ៉ូជួបគ្នាពេលក្រោយទៀត